ខ្ញុំស្គាល់បងយូរហើយតែឃើញមុខបងតែ7ដងទេចាជំរាបសួរបងប្អូនទាំងអស់គ្នាចានាងខ្ញុំលក្ខណៈរស់នៅប្រទេសជប៉ុនចាមានបងប្អូនគាត់សុំមើលមុខអ្នកអត្ថាធិប្បាយតើសំឡេងរបៀបហ្នឹងចាមុខមាត់របៀបម៉េចចាដោយសារតែនាងខ្ញុំអត់សូវបានបង្ហាញនៅក្នុងវីដេអូហើយអញ្ចឹងបងប្អូនអត់សូវបានស្គាល់ណាតើអត់បង្ហាញមុខនៅក្នុងវីដេអូយូរទៅបងប្អូនភ្លេចថានាងខ្ញុំជាម្ចាស់ page លក្ខណៈ Live and Learn ហើយចាហើយក៏ជាម្ចាស់ page Melody Tokyo ផលិតផលផ្ទាល់ចេញពីប្រទេសជប៉ុនដែរហើយមានបងប្អូនគាត់សួរថាមកញ៉ាំ story ហ្នឹងអស់ម្នាក់ប្រហែលដែរចាមកញ៉ាំដល់ចំការយើងបេះញ៉ាំតាមចិត្តគេកំណត់នីតិឲ្យយើងញ៉ាំមកចំការ story នេះគឺគេកំណត់30នាទីឲ្យយើងបេះញ៉ាំចាប៉ុន្តែម្ចាស់ចំការគាត់ចិត្តល្អបងប្អូនអញ្ចឹងគាត់ថែម10នាទីឲ្យយើងរហូតហ្នឹងចាឲ្យតែមកបានថែមម៉ោងហើយក្រូចគីងកាំងចាក្រូចពណ៌លឿងមាសគេញ៉ាំសបកវាហើយសាច់ខាងក្នុងវាបែបថាជូរចាខ្លះទៅជូរអែមតែសបកវានឹងផ្អែមហ្មងហើយនេះសិតតអ្នករងចាំចូលហើយចាបន្តិចទៀតគេហៅយើងទៅតម្រង់ជួរចាគេប្រាប់អំពីវិធីបេះហើយនឹងគេណែនាំឲ្យយើងលាងដៃនិងអាល់កុលចាមុននឹងយើងចូលទៅបេះព្រោះអី strawberry នេះអត់ត្រូវការលាងទឹកអីទេយើងលាងដៃយើងឲ្យស្អាតទៅបេះញ៉ាំបានហើយចាបងប្អូនគាត់សួរថាមកញ៉ាំម្នាក់អស់ប៉ុន្មានដៃអញ្ចឹងណាចាបើយើងចែកជាលុយដុល្លារទៅប្រហែលជា$18ជាងចានិយាយទៅបើសិនជាយើងទិញនៅទីផ្សារអាចអស់ច្រើនជាងនឹងបើយើងមកញ៉ាំនៅចំការចាញ៉ាំបានច្រើនហើយអស់លុយតិចជាងមុននឹងយើងចូលទៅរោង strawberry ហ្នឹងគឺដើរថតរូបកំសាន្តមើលចាមើលអីចាបាក់សីតង្វងនៅលើដើម blueberry តាម blueberry ខែនេះអត់ទាន់ចេញផ្កាទេមានចាបមានអីបងប្អូនចាពួនសងំនៅហ្នឹងពណ៌ដូចដើមឈើហ្នឹងអញ្ចឹងហើយទិដ្ឋភាពភ្នំអីឡើងស្រស់ស្រាយស្អាតមែនទែនចាយើងឮសំឡេងបាក់សីហើយឡើងមានអារម្មណ៍ថាស្រស់ស្រាយស្លាស់មុខស្លាស់មាត់មានកម្លាំងព្រឹសហ្មងត្រៀមចាំញ៉ាំ story ចាជាទូទៅនាងខ្ញុំថតតែស្វាមីនាងខ្ញុំចាហើយអ្នកថតនេះគឺនៅក្រោយឆាករហូតចាអញ្ចឹងហើយបងប្អូនអត់សូវបានឃើញទេបើសិនជាថតទាំងអស់គ្នាហ្នឹងគឺចំណាយពេលយូរចាហើយសម្រាប់ការកាត់តវីដេអូផ្សេងគឺនាងខ្ញុំអ្នកកាត់តទាំងអស់អញ្ចឹងបើសិនជានាងខ្ញុំអ្នកថតខ្លួនឯងគឺចំណាយពេលកាត់តខ្លីជាងចារហ័សជាងចាំបើថតច្រើនគ្នាគឺថាកាត់តវិញហើយបងប្អូនអញ្ចឹងហើយបានជាភាគច្រើនឃើញតែស្វាមីនាងខ្ញុំទេដោយសារនាងខ្ញុំចារវល់រកស៊ីជួញដូរចាអញ្ចឹងហើយចង់ធ្វើអីដែលថាខ្លីចាថតហើយលឿនបានកាត់តតែម្ដងបង្ហាញជូនបងប្អូនបានទាន់ចិត្តចាដោយបងប្អូនឃើញអញ្ចឹងសំណួរដែលអត់មានអ្នកសួរប៉ុន្តែនាងខ្ញុំឆ្លើយជូនចានាងខ្ញុំមានកម្ពស់1.65 មើលតាមប៉ាសពតណាបងប្អូនហើយក៏អត់មានគីឡូលើសពី50គីឡូទេចានិយាយទៅ10-20ឆ្នាំនេះគឺនៅតែគីឡូក្រោម50នឹងឯងដោយសារតែយើងថែគីឡូញ៉ាំច្រើនដូចគេដែរប៉ុន្តែអត់ធាត់ដោយសារតែយើងញ៉ាំទប់ចាបើញ៉ាំតាមចិត្តចង់ហ្នឹងអត់ដឹងថាគីឡូប៉ុណ្ណាទេញ៉ាំច្រើនវិធីថែគីឡូរបស់ខ្ញុំហ្នឹងគឺតាមធម្មជាតិចាយើងគ្រាន់តែបន្ថយបាយឲ្យយើងញ៉ាំស្មៅសុខភាពឆុងញ៉ាំឬក៏ញ៉ាំជាចំហួយស្មៅសុខភាពអីជំនួសមកពេលចឹងទៅហើយតាមបែបធម្មជាតិគឺយើងធ្វើការងារផ្ទះទិញទួចចឹងណាបងប្អូនចាដោយសារតែដាំផ្កាដាំដំណាំអីផងចឹងបានហាត់ប្រាណតិចប្រចាំថ្ងៃហើយនៅពេលដែលយើងញ៉ាំអាហារដែលមានខ្លាញ់ច្រើនស្ករច្រើនយើងញ៉ាំជាមួយនឹងតែបៃតងបែបសុខភាពឬក៏តែកាត់ស្ករកាត់ខ្លាញ់ជួយទប់ចាកុំឲ្យខ្លាញ់ស្ករអីលើសនៅក្នុងរបបអាហារយើងប្រចាំថ្ងៃបន្តិចចាយូរទៅទៀងទាត់ទៅគឺគីឡូយើងអាចថេដែរអរគុណច្រើនសម្រាប់ការទស្សនាចាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា